រីករាយសន្តាប់ឬនិទានសតោចលូតនៅរដូវក្តៅដល់ក្តៅហួតហែងមួយមានសត្វតោមួយក្បាលកំពុងស្រែកឃ្លានចកចំណៃជាខ្លាំងពេលបានចេញមកក្រៅរួងនឹងដើររកអាហារគ្រប់ទីកន្លែងតែអាចរកបានត្រឹមតែសត្វទន្សាយតូចមួយប៉ុណ្ណោះសត្វតោចាប់ទន្សាយនោះទាំងស្ទាក់ស្ទើរព្រោះវាគិតថាទន្សាយមួយក្បាលនេះមិនអាចចំអែតក្រពះដែលកំពុងតែស្រែកឃ្លានរបស់យើងបានឡើយនៅពេលដែលសត្វតោរៀបនឹងប្រហារសត្វទន្សាយជាចំណីស្រាប់តែមានសត្វក្តាន់មួយក្បាលបានរត់កាត់ទីនោះធ្វើឲ្យតោដែលកំពុងស្រែកឃ្លានមួយក្បាលនេះកើតចិត្តលូតចង់បានក្តាន់ជាចំណីវាបានគិតថាជំនួសឲ្យការស៊ីទន្សាយតូចល្អិតនេះយើងស៊ីសត្វក្តាន់ធំវិញការគិតបែបនេះធ្វើឲ្យសត្វតោលេងសត្វទន្សាយនិងចាប់ដើមរត់ប្រដេញសត្វក្តាន់វិញម្ដងប៉ុន្តែសត្វក្តាន់ស្រាប់តែរត់ចូលព្រៃបាត់ស្រមោលទៅឥឡូវសត្វតោមានអារម្មណ៍សោកស្ដាយដែលវាបានប្រឡែងសត្វទន្សាយនោះគុណ